នៅហ្វីលីពីនខ្សោបព្យុះកំណាចកាមេគីផ្ដាច់ជីវិតមនុស្សជាង140នាក់និងបាត់ខ្លួន127នាក់កាលពីថ្ងៃទី5វិច្ឆិកាខ្សោបព្យុះទីហ្វុងកាមេគីបានបោកសង្គ្រោះលើហ្វីលីពីនហើយបានផ្ដាច់ជីវិតមនុស្សជាង140នាក់ព្យុះដ៏កំណាចនេះកំពុងបន្តឆ្ពោះទៅកាន់ប្រទេសវៀតណាមប្រទេសហ្វីលីពីនបានរងគ្រោះខ្លាំងជាងគេដោយហេតុតែខ្សោបព្យុះទីហ្វុងកាមេគីបានបោកសង្គ្រោះកាលពីថ្ងៃពុធទី5ខែវិច្ឆិកាដែលជាព្យុះកំណាចបំផុតមួយប្រចាំឆ្នាំ2025ព្យុះកាមេគីនេះបាននាំយកមកនូវទឹកភ្លៀងធ្លាក់យ៉ាងគំហុកបង្កជាទឹកជំនន់ហូរលាយឡំដោយដីភក់ល្បាប់ជន់លិចទីក្រុងនិងស្រុកភូមិនានាការិយាល័យជាតិសង្គ្រោះហ្វីលីពីនបានប្រកាសបញ្ជាក់ថាមានមនុស្សស្លាប់យ៉ាងហោច142នាក់បន្ថែមពីនេះនៅមានមនុស្សបាត់ខ្លួនចំនួន127នាក់មិនទាន់រកឃើញមនុស្សប្រមាណ50,000នាក់ទៀតត្រូវភៀសខ្លួននៅទូទាំងប្រទេសដើម្បីគេចចេញពីគ្រោះមហន្តរាយធម្មជាតិនេះចំណែកនៅក្រុងលីអានជិតទីក្រុងគេបានប្រទះឃើញសាកសពមនុស្ស35នាក់ដែលលង់ទឹកស្លាប់កម្លាំងទឹកហូរបានបោកទប់រថយន្តលើគ្នាលាយឡំដោយបំណែកសំណង់របស់របរប្រើប្រាស់នៅក្នុងភក់ល្បាប់សំណង់ផ្ទះឈើរបស់ប្រជាជនក្រីក្រនៅតាមដងទន្លេត្រូវទឹកហូរបោកខ្ទេចអស់គ្មានសល់คล้ายជាវាលរហោស្ថានគួរឲ្យសង្វេគនៅលើកោះនេក្រូសជាប់សេប៊ូសាកសពមនុស្សយ៉ាងហោច30នាក់ត្រូវបានគេកាយរកឃើញបន្ទាប់ពីទឹកជំនន់បានបោកបង្ហូរនាំយកដីភក់គ្រប់សង្កត់ផ្ទះសម្បែងប្រជាជនឧទ្ធម្ភាគចក្ររបស់កងទ័ពបានជួបគ្រោះថ្នាក់ធ្លាក់ក្នុងប្រតិបត្តិការសង្គ្រោះបណ្ដាលឲ្យស្លាប់សមាជិកសង្គ្រោះ6នាក់បន្ថែមទៀតផ្អែកតាមការិយាល័យហូតនិយមហ្វីលីពីនកម្លាំងទឹកភ្លៀងធ្លាក់បង្កដោយព្យុះកាមេគីនៅលើកោះសេប៊ូគឺមានទំហំលើសធម្មតាដល់ទៅ 1.5 ដងដែលកម្រិតទឹកភ្លៀងខ្លាំងរបៀបនេះគឺ20ឆ្នាំមានម្ដងតែប៉ុណ្ណោះសូមបញ្ជាក់ថាបម្រែបម្រួលអាកាសធាតុបានធ្វើឲ្យមានបាតុភូតធម្មជាតិខ្យល់ព្យុះទឹកជំនន់ភ្លៀងផ្គរកាន់តែកំណាចនិងសាហាវទៅហ្វីលីពីនដែលជាប្រជុំកោះកណ្ដាលមហាសមុទ្រស្ថិតនៅចំតំបន់ដែលសម្បូរខ្យល់ព្យុះទីហ្វុងបំផុតមួយឆ្នាំមិនក្រោម20ដងឡើយគិតត្រឹមពេលនេះខ្យល់ព្យុះកាមេគីគឺជាព្យុះកំណាចជាងគេប្រចាំឆ្នាំ2025សម្រាប់ហ្វីលីពីនខណៈកាលពីឆ្នាំមុនព្យុះទីហ្វុងត្រាមីបានផ្ដាច់ជីវិតមនុស្សចំនួន191នាក់ដោយឡែកនៅថ្ងៃទី6វិច្ឆិការដ្ឋាភិបាលវៀតណាមកំពុងតែត្រៀមខ្លួនទប់ទល់នឹងរងគ្រោះបន្ទាប់ពីហ្វីលីពីនព្រោះព្យុះទីហ្វុងកាមេគីកំពុងតែរំកិលខ្លួនទៅសន្សឹមជិតដល់ហើយផុតពីព្យុះទីហ្វុងកាមេគីហ្វីលីពីនកំពុងភ័យបារម្ភជាថ្មីព្រោះព្យុះមួយទៀតឈ្មោះហ្វុងវងកំពុងរំកិលមកហើយស្ថិតនៅចម្ងាយប្រមាណ1500គីឡូម៉ែត្រហើយអាចនឹងមកដល់តំបន់កោះឡូខុនកោះធំបំផុតរបស់ហ្វីលីពីននៅថ្ងៃច័ន្ទសប្តាហ៍បន្ទាប់